តើការធ្វើ content មានប្រយោជន៍អ្វីខ្លះដល់អាជីវកម្មការធ្វើ content creation content marketing ជួយអាជីវកម្មបង្កើតភាពជឿជាក់បង្កើនអតិថិជននិងបង្កើនការលក់វាជាវិធីសាស្ត្រសំខាន់ក្នុងការផ្សព្វផ្សាយនិងបង្កើតភាពខុសគ្នាពីគូប្រកួតអត្ថប្រយោជន៍សំខាន់បង្កើនការទទួលស្គាល់ mark brand awareness ការផលិតមាតិកាដែលមានគុណភាពជួយឲ្យអាជីវកម្មកើនការទូទីនិងក្លាយជា mark ដែលអតិថិជនចាំបានបង្កើនសៀវនិងចរាចរណ៍គេហទំព័រមាតិកាដែលមានគុណភាពនិងប្រើពាក្យគន្លឹះត្រឹមត្រូវជួយឲ្យគេហទំព័រត្រូវបានរកឃើញងាយស្រួលក្នុង Google និងបង្កើនចំនួនអ្នកចូលបង្កើត lead និងអតិថិជនថ្មី Content marketing ជួយទាក់ទាញអ្នកចូលថ្មីហើយបំលែងពួកគេជាអតិថិជនតាមរយៈការផ្ដល់ព័ត៌មានមានតម្លៃកែលម្អទំនុកចិត្តនិងភាពជាអ្នកដឹកនាំ Thought leadership ការផ្ដល់មាតិកាដែលមានចំណេះដឹងជ្រាលជ្រៅបង្ហាញថាអាជីវកម្មមានជំនាញនិងអាចជាអ្នកដឹកនាំក្នុងវិស័យកែលម្អការទំនាក់ទំនងជាមួយអតិថិជនមាតិកាដែលមានប្រយោជន៍និងតាក់ទងជួយអាជីវកម្មរក្សាការទំនាក់ទំនងជាប់លាប់និងបង្កើតភាពស្មោះត្រង់រយៈពេលវែងកាត់បន្ថយចំណាយផ្សព្វផ្សាយ Content marketing មានតម្លៃទាបជាងការផ្សាយពាណិជ្ជកម្មប្រពៃណីហើយអាចទទួលបានរយខ្ពស់ជាងសង្ខេបបានទេទិន្នន័យរហូតដល់97នៃអ្នកទីផ្សារប្រើ Content marketing ដោយសារវាជាវិធីមានប្រសិទ្ធភាពក្នុងការទាក់ទាញនិងរក្សាអតិថិជន Content marketing អាចបង្កើត lead ច្រើនជាងការផ្សាយប្រពៃណីដោយចំណាយតិចជាងសរុបការធ្វើ content គឺជាគន្លឹះសំខាន់សម្រាប់អាជីវកម្មក្នុងសម័យ digital វាជួយបង្កើតភាពជឿជាក់កែលម្អ SEO ទាក់ទាញអតិថិជនថ្មីនិងរក្សាអតិថិជនចាស់អាជីវកម្មដែលមានយុទ្ធសាស្ត្រ content marketing ត្រឹមត្រូវនឹងមានអត្ថប្រយោជន៍យូរអង្វែងទាំងផ្នែកប្រាក់ចំណូលនិងកេរ្តិ៍ឈ្មោះអរគុណលោកគ្រូសារុនអរគុណនៅសំណួរអ្នកគ្រូផងដែរ